ព័ត៌មានជាបន្តពាក់ព័ន្ធទៅនឹងកិច្ចប្រជុំវាយតម្លៃបញ្ចប់អាណត្តិនៃការអនុវត្តផែនការអភិវឌ្ឍទេសចរបច្ចុប្បន្នកម្ម2021-2025នៅខេត្តកំពង់ឆ្នាំងក្រសួងទេសចរបានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃ11កុម្ភៈដើម្បីរៀបចំកិច្ចប្រជុំស្ដីពីការវាយតម្លៃបញ្ចប់អាណត្តិនៃការអនុវត្តផែនការអភិវឌ្ឍទេសចរបច្ចុប្បន្នកម្ម2021-2025របស់ខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកម៉ែនភិរមប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរនិងលោកស៊ីវសារ៉ិននាយករងរដ្ឋបាលសាលាខេត្តព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតលោកស៊ីវសារ៉ិននាយករងរដ្ឋបាលសាលាខេត្តបានឲ្យដឹងថាកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះយោបល់ពិនិត្យមើលក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយផែនការអភិវឌ្ឍវិស័យទេសចរនៅក្នុងខេត្តរយៈពេល5ឆ្នាំបានបំពេញកិច្ចការងារអ្វីខ្លះដើម្បីលើកកម្ពស់វិស័យទេសចរឲ្យកាន់តែទទួលបានការគាំទ្រប្រកបដោយប្រសិទ្ធភាពនៅក្នុងឱកាសនោះដែរលោកម៉ែនភិរមប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរនៃក្រសួងទេសចរបានសម្ដែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តមន្ទីរទេសចរនិងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តការងារប្រកបដោយប្រសិទ្ធភាពជាពិសេសគឺយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរខេត្តកំពង់ឆ្នាំងដែលបានអនុវត្តការងារប្រកបដោយភាពបត់បែនអ្នកវិនិវត្តនិងស្មារតីទទួលខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផលគួរជាទីមោទនៈស្របតាមទស្សនៈទានរួមគ្នាគិតរួមគ្នាធ្វើនិងរួមគ្នាទទួលខុសត្រូវយន្តការនៃការរៀបចំផែនការអភិវឌ្ឍទេសចរ2026-2030ផ្ដោតសំខាន់ទៅលើគន្លឹះសំខាន់ចំនួន2គឺការរៀបចំជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរនិងការវិភាគលើគោលនយោបាយស្ដីពីសូចនាករគន្លឹះទេសចរ2026និងដល់2030ដើម្បីធានាដល់ការសម្រេចបានគោលដៅនិងគោលបំណងទាំងនេះយើងទាំងអស់គ្នាត្រូវចូលរួមអភិវឌ្ឍផលិតផលទេសចរប្រកបដោយអ្នកវិនិវត្តដូចជាបង្កើនភាពច្នៃប្រឌិតពង្រឹងគុណភាពសេវាកម្មទេសចរសន្តិសុខសុវត្ថិភាពនិងផ្សព្វផ្សាយទេសចរព្រមទាំងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានការពង្រឹងមូលធនមនុស្សក្នុងវិស័យទេសចរព្រមទាំងប្រព័ន្ធច្បាប់និងការគ្រប់គ្រងការវិនិយោគក្នុងឧស្សាហកម្មទេសចរហើយនឹងការលើកកម្ពស់និរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ